ហនុមាននិងមច្ឆានុបពេលបានជួបគ្នាអត់ស្គាល់គ្នាទេកាលនោះក៏ប្រយុទ្ធគ្នាអត់ឈ្នះអត់ចាញ់រហូតដល់នាងសុវណ្ណមច្ឆាមកប្រាប់ថានេះជាឪពុកនិងកូនគ្រៀងដ